ឆ្នាំឆ្លូវការមើលគូហាក់និងគូឆុងសម្រាប់ឆ្នាំឆ្លូវជាមួយនឹងឆ្នាំទាំង12ឆ្នាំឆ្លូវនិងឆ្នាំជូតគឺជាគូល្អឥតខ្ចោះឆ្នាំឆ្លូវនិងឆ្នាំឆ្លូវគឺជាគូមធ្យមឆ្នាំឆ្លូវនិងឆ្នាំខាលគឺជាគូអាក្រក់បំផុតឆ្នាំឆ្លូវនិងឆ្នាំថោះគឺជាគូដែលបំពេញឲ្យគ្នាឆ្នាំឆ្លូវនិងឆ្នាំរោងគឺជាគូអាក្រក់បំផុតឆ្នាំឆ្លូវនិងឆ្នាំម្សាញ់គឺជាគូដែលល្អឥតខ្ចោះឆ្នាំឆ្លូវនិងឆ្នាំមមីគឺជាគូអាក្រក់បំផុតឆ្នាំឆ្លូវនិងឆ្នាំមមែគឺជាគូអាក្រក់បំផុតឆ្នាំឆ្លូវនិងឆ្នាំវកគឺជាគូមធ្យមឆ្នាំឆ្លូវនិងឆ្នាំរកាគឺជាគូដែលល្អបំផុតឆ្នាំឆ្លូវនិងឆ្នាំចគឺជាគូដែលបំពេញឲ្យគ្នាឆ្នាំឆ្លូវនិងឆ្នាំកុរគឺជាគូដែលមានទាំងអាក្រក់និងល្អផងដែរការសង្ខេបការមើលគូហាក់និងគូឆុងសម្រាប់ឆ្នាំឆ្លូវជាមួយឆ្នាំទាំង12ឆ្នាំដែលជាគូល្អឥតខ្ចោះជាមួយឆ្នាំឆ្លូវមានឆ្នាំជូតឆ្នាំម្សាញ់និងឆ្នាំរកាឆ្នាំដែលជាគូមធ្យមជាមួយនឹងឆ្នាំឆ្លូវមានឆ្នាំឆ្លូវខ្លួនឯងនិងឆ្នាំបកឆ្នាំដែលជាគូបំពេញឲ្យគ្នាជាមួយឆ្នាំឆ្លូវមានឆ្នាំថោះនិងឆ្នាំចឆ្នាំដែលជាគូមានទាំងល្អនិងមិនល្អឲ្យគ្នាជាមួយឆ្នាំឆ្លូវមានឆ្នាំកុរឆ្នាំដែលជាគូអាក្រក់បំផុតជាមួយឆ្នាំឆ្លូវគឺឆ្នាំខាលឆ្នាំរោងឆ្នាំមមីនិងឆ្នាំមមែសូមអរគុណ